អតីតកីឡាករបឹងកេត Charles Scott មកប្រកួតនៅកម្ពុជាលើកនេះពិតជាប្លែកក្រុមបាល់ទាត់របស់ហុងកុង Inter Districts បានមកប្រកួតមិត្តភាពអន្តរជាតិយ៉ាងហោចណាស់3ប្រកួតនៅក្នុងប្រទេសកម្ពុជាដើម្បីត្រៀមរដូវកាលថ្មីនេះនឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ដោយសារតែមានកីឡាករសំខាន់ជាច្រើនអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាករ Charles Scott ដែលជាអតីតរបស់ក្លឹបបឹងកេតប៉ុន្តែចូលរួមជាមួយនឹង Inter District នៅរដូវកាលនេះកីឡាករ Inter District ដែលជាអតីតរបស់យុវជនក្លឹប Manchester United បានលេងឲ្យក្លឹបបឹងកេតមួយរដូវកាលកន្លះបន្ទាប់ពីបានចូលរួមកាលពីពាក់កណ្ដាលរដូវកាល 2024-2025 និងបានលេងមួយរដូវកាលពេញនៅឆ្នាំ 2025-2026 សម្រាប់រដូវកាលថ្មី 2026-2027 រូកេបានចាក់ចេញពីកម្ពុជានិងចូលរួមជាមួយនឹងក្រុមហុងកុង Inter District ជារឿងគួរឲ្យចាប់អារម្មណ៍រដូវកាលថ្មីនៅទឹកដីហុងកុងមិនទាន់ចាប់ផ្ដើមផង Charles Scott មានឱកាសវិលត្រឡប់មកកាន់ទឹកដីកម្ពុជាជាថ្មីដោយចូលរួមជាមួយក្រុមដើម្បីប្រកួតមិត្តភាពយ៉ាងហោចណាស់3ប្រកួតក្នុងនោះការប្រកួតជាមួយនឹងបឹងកេតនៅថ្ងៃទី12ខែសីហាប្រកួតជាមួយនឹងក្រុមសង្ហបុរី Guideline International FC នៅថ្ងៃទី15ខែសីហានិងចុងក្រោយជាមួយនឹងក្រុមស្វាយរៀងនៅថ្ងៃទី18ខែសីហាឆ្នាំ 2026 កីឡាករបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាការប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅប្រទេសកម្ពុជានេះពិតជាពិសេសណាស់សម្រាប់ខ្លួនដែលជាកន្លែងធ្លាប់លេងនៅលីកកំពូលនិងពានរង្វាន់សម្ដេចតេជោជាងមួយរដូវកាលហើយជាពិសេសជាមួយកន្លែងផ្ដល់កំណើតដល់កូនស្រីរបស់ខ្លួនរូកេបានជួបមិត្តរួមក្រុមចាស់និងស្នាមញញឹមរបស់អ្នកគាំទ្រជាថ្មីក្រុមបាល់ទាត់ Inter District មានកីឡាករបរទេសចំនួន9នាក់គឺកីឡាករប្រេស៊ីល5នាក់កុងហ្គោ1នាក់កូរ៉េខាងត្បូង1នាក់អេស្ប៉ាញ1នាក់និងអង់គ្លេស1នាក់